មានមនុស្សម្នាក់គ្មានអំណាចទេគ្មានលុយច្រើនហើយក៏គ្មានឈ្មោះល្បីអីដែរក៏ប៉ុន្តែដៃរបស់គាត់បានក្រវៀនរឹងរហូតដល់បានផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកគាត់មិនមែនជាអ្នកនយោបាយហើយក៏មិនមែនជាសកម្មជនអីដែរគ្រាន់តែជាអ្នកម្ដាយម្នាក់ប៉ុណ្ណោះក៏ប៉ុន្តែម្ដាយម្នាក់នោះគឺជាម្ដាយរបស់អតីតប្រធានាធិបតីអាមេរិកគឺលោកបារ៉ា អូបាម៉ាហើយឈ្មោះរបស់គាត់នោះគឺ Ann Luckham នេះហើយគឺជារឿងពិតនៃជីវិតធម្មតាមួយទៅជាប្រវត្តិសាស្ត្រAnn កើតនៅឆ្នាំ1942នៅ Kansas សហរដ្ឋអាមេរិកឪពុករបស់គាត់នោះគឺជាងជួសជុលរីឯម្ដាយនោះគឺជាបុគ្គលិកធនាគារតាំងពីតូចមកគ្រួសារគាត់តែងតែផ្លាស់ទីពីរដ្ឋមួយទៅរដ្ឋមួយដើម្បីរកការងារធ្វើនិងរកក្តីសង្ឃឹមជាថ្មីនេះជារឿងមួយមិនងាយស្រួលទេយ៉ាងណាក្តី Ann ធំឡើងមកជាមនុស្សស្រីឆ្លាតចង់ចេះចង់ដឹងចង់ឃើញយ៉ាងខ្លាំងនិងមានជំហរច្បាស់លាស់តខ្លួនគាត់ចូលចិត្តអានសៀវភៅចូលចិត្តរៀនភាសាវប្បធម៌ផ្សេងៗហើយជាពិសេសនោះគាត់ជឿជាក់យ៉ាងមុតមាំថាមនុស្សយើងនឹងគ្មាននរណាម្នាក់មានឋានៈទាបជាងអ្នកដទៃឡើយគាត់ថាគ្រប់គ្នាគឺស្មើគ្នានៅឆ្នាំ1960គាត់បានផ្លាស់ទៅរស់នៅហាវ៉ៃនៅសាកលវិទ្យាល័យ Honolulu គាត់ជួបនឹងបុរសម្នាក់ដែលជានិស្សិតមកពីកញ្ញាទ្វីបអាហ្វ្រិកឈ្មោះបារ៉ា អូបាម៉ាសឺនិស្សិតប្រុសម្នាក់នឹងរៀនសេដ្ឋកិច្ចចំណែកឯ Ann នឹងរៀននរវិទ្យាសម័យនោះការស្រឡាញ់គ្នារវាងជាតិសាសន៍ផ្សេងគ្នានោះនៅតែមានលក្ខណៈខុសច្បាប់នៅរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនៅឡើយក៏ប៉ុន្តែពួកគេបានលងស្រឡាញ់គ្នាយ៉ាងខ្លាំងពួកគេចូលចិត្តនិយាយពីសៀវភៅជជែកវែកញែករឿងស្រុកទេសនិងរឿងរ៉ាវដទៃផ្សេងទៀតនៅឆ្នាំ1961 Ann គាត់សម្រាលបានកូនប្រុសម្នាក់ដែលគាត់ដាក់ឈ្មោះឲ្យថាបារ៉ានៅពេលនោះគាត់មានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះកាលនោះមជ្ឈដ្ឋានជុំវិញគាត់នឹងបានចាប់ផ្ដើមរិះគន់មកលើគាត់ខ្លាំងណាស់អ្នកជិតខាងសម្លក់សម្លឹងមើលមកគាត់នឹងដូចជាមនុស្សចម្លែកអញ្ចឹងកាសែតក៏បានចុះផ្សាយថាក្មេងស្បែកខ្មៅតែម្ដាយស្បែកសប៉ុន្តែ Ann មិនដែលសំទោសចំពោះជីវិតដែលនាងជ្រើសរើសឡើយគាត់3កូនហើយដើរទៅមុខយ៉ាងស្វាហាប់និងមានមោទនភាពបំផុតគាត់ជឿជាក់ថាថ្ងៃណាមួយនឹងប្រវត្តិសាស្ត្រនឹងយល់ហើយឈរនៅខាងភាពត្រឹមត្រូវអាពាហ៍ពិពាហ៍របស់ពួកគេមិនស្ថិតស្ថេរយូរឡើយអូបាម៉ាសឺបានត្រឡប់ទៅប្រទេសកេនយ៉ាវិញហើយទុកឲ្យ Ann នឹងរស់នៅចិញ្ចឹមកូនតែម្នាក់ឯងបន្ទាប់មកគាត់ក៏រៀបការជាលើកទី2ជាមួយបុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះថា Lulu Sentoroហើយបានផ្លាស់ទៅរស់នៅទីក្រុងចាកាតានៅទីនោះគាត់បង្រៀនភាសាសិក្សាវប្បធម៌ទំនៀមទម្លាប់ក្នុងស្រុកនិងចាប់ផ្ដើមធ្វើការស្រាវជ្រាវដែលធ្វើឲ្យគាត់នឹងក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគមន៍គាត់មិនអង្គុយតែក្នុងការិយាល័យទេយ៉ាងណាមិញគាត់បានចុះទៅដល់ភូមិឋាននិងទីផ្សារគាត់ជជែកជាមួយស្ត្រីស្ដាប់សម្ដីរបស់កសិករគាត់ជឿថាសេដ្ឋកិច្ចពិតមកពីដៃប្រជាជនមិនមែនពីអ្នកធំៗទេគាត់បានតស៊ូបង្កើតកម្មវិធីអនុទានខ្នាតតូចៗដើម្បីឲ្យស្ត្រីអាចប្រកបរបរចិញ្ចឹមជីវិតមិនពឹងពាក់លើនរណាគេហៅគាត់ថាបណ្ឌិតដែលជួយម្ដាយដៃក្នុងពេលជាមួយគ្នានោះបារ៉ាបានធំដឹងក្តីនៅចន្លោះពិភពលោកពីរគឺអាមេរិកនិងឥណ្ឌូនេស៊ីបារ៉ា អូបាម៉ាបានរស់នៅនិងរៀនសូត្រនៅឥណ្ឌូនេស៊ីពីអាយុ6ទៅ10ឆ្នាំនៅឆ្នាំ1971គាត់ក៏បានត្រឡប់ទៅកោះហាវ៉ៃវិញដើម្បីបន្តការសិក្សាតែមិនត្រឹមបង្រៀនកូនឲ្យចេះអានសៀវភៅប៉ុណ្ណោះទេគាត់ក៏បង្រៀនកូនឲ្យចេះគិតវិភាគរឿងរ៉ាវនានាទៀតផងហើយគាត់ក៏ប្រាប់កូនថាឲ្យមានចិត្តសប្បុរសព្រោះគាត់និយាយថាចិត្តល្អគឺជាទម្រង់បញ្ញាខ្ពស់បំផុតបន្ទាប់ពីមកដល់ហាវ៉ៃគាត់ក៏បានបញ្ចប់ឋានៈបណ្ឌិតនរវិទ្យាពីសាកលវិទ្យាល័យហាវ៉ៃនេះខែបបត្តិបញ្ចប់ការសិក្សារបស់គាត់សរសេរអំពីការងាររបស់ស្ត្រីនៅឥណ្ឌូនេស៊ីនៅតែជាឯកសារយ៉ាងសំខាន់សម្រាប់ការសិក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាពនាពេលបច្ចុប្បន្នគាត់បានទទួលមរណភាពក្នុងឆ្នាំ1995ដោយសារជំងឺម៉ារីក្នុងជំនាយុ52ឆ្នាំគាត់ពុំបានឃើញកូនប្រុសរបស់គាត់ក្លាយជាប្រធានាធិបតីទី44នៃសហរដ្ឋអាមេរិកហើយគាត់បានបន្សល់ទុកមេរៀនដែលបារ៉ា អូបាម៉ាយកទៅប្រើជានិច្ចនោះគឺសេចក្តីថ្លៃថ្នូរគ្មានពណ៌សម្បុរហើយមានអំណាចមិនមែនដើម្បីត្រួតត្រាប៉ុន្តែដើម្បីបម្រើតែប៉ុណ្ណោះហើយពាក្យដែលគាត់និយាយថាគ្មាននរណាអស្ចារ្យជាងកូនទេតែកូនក៏មិនអស្ចារ្យជាងអ្នកដទៃដែរនៅពេលដែលបារ៉ា អូបាម៉ាឈានជើងចូលសេតវិមានគាត់នាំយកពាក្យទាំងនេះជាប់នឹងបេះដូងគាត់ជានិច្ចអញ្ចឹងហើយនៅពីកាយបរិបទដែលពិភពលោកកោតសរសើរមានម្ដាយម្នាក់ដែលតែងតែពង្រឹងចិត្តគាត់ឲ្យរងំឲ្យមានមនុស្សធម៌ដៃដែលក្រវៀនរឹងនោះគឺជាដៃម្នាក់ម្ដាយម្នាក់ដែលបង្កើតមរតកមួយដែលល្អប្រសើរ